ជាមុខម្ហូបបែបសាមញ្ញហើយក៏ពេញនិយមចូលចិត្តនឹងការចម្អិនធ្វើជាមុខម្ហូបហូបជប់ចំគ្រួសារអញ្ចឹងដែរបងប្អូនហើយបខដាក់ជាមួយពងទាផងគឺចូលចិត្តហើយបងប្អូនថាបងប្អូនថាទាំងខ្ញុំគឺចូលចិត្តបងខជួយដាក់ពងទាហើយយើងបានប្រើជាមួយនឹងស្ករត្នោតខ្មែរបងប្អូនធ្វើខយើងគឺមានរសជាតិឈ្ងុយជាមួយនឹងស្ករបងប្អូនខ្ញុំចាប់ផ្ដើមកម្លោចស្ករបងប្អូនកូរស្ករឲ្យឡើងក្រហមរៀងកំម៉ៅតិចហើយដាក់ជាមួយខ្ទឹមច្រាំចូលហើយបន្តមកទៀតយើងដាក់ជាមួយទឹកជុប3ជាន់ចូលបងប្អូនហើយយើងធ្វើការកូរជុប3ជាន់ហើយនឹងស្ករត្នោតហ្នឹងឲ្យសាច់ជ្រូករបស់យើងគឺឡើងពណ៌រាងក្រហមតមកទៅខ្ញុំដាក់ជាមួយនឹងគ្រឿងមានអំបិលម្សៅស៊ុបរ៉ូឌីទឹកស្អ៊ីប៊ីចេងចឹងណាបងប្អូនយើងដាក់តមកទៀតខគឺយើងដាក់ជាមួយនឹងម្រេចបងប្អូនគឺខ្ញុំប្រើជួយម្រេចកញ្ចប់បងប្អូនគឺខ្ញុំដាក់យ៉ាងច្រើនបងប្អូនគឺខគឺមានរសជាតិហឹរគឺកាន់តែឆ្ងាញ់បងប្អូនចឹងហើយខ្ញុំដាក់ម្រេចយ៉ាងច្រើនហើយបន្ទាប់ពីឃើញតែស្រេចជ្រូករៀងស្អិតមកបន្តិចហើយបងប្អូនខ្ញុំដាក់នឹងពងទាចូលតែម្ដងទៅពងទាហើយខ្ញុំដាក់ក្រោមគេដើម្បីឲ្យពងទាវាឆាប់ឡើងពណ៌ក្រហមបងប្អូនពេលដែលពងទាយើងឡើងពណ៌ក្រហមហើយចាំយើងដាក់ទឹករំងាស់បងប្អូនបន្តមកទៀតយើងងាស់តែ4-10នាទីផុយគឺយើងអាចញ៉ាំបានបងប្អូនភ្លក់ថែមថយគ្រឿងតាមចំណូល